ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចេញវីដេអូនិយាយអំពីចាតកតងទៅនឹងផ្ទះដែលរកបានដោយខ្លួនឯងណាវីដេអូមុនខ្ញុំនិយាយអំពីផ្ទះបុនចាដោយតែបានដឹងអញ្ចឹងផ្ទះបុនជាផ្ទះទាំងឡាយណាដែលបានដោយមិនហត់ចាបានដោយការឧបត្ថម្ភអីជាដើមណាចាចំណែកឯផ្ទះដែលចាយើងរកបានដោយខ្លួនឯងដែលញើសជើងខ្លួនឯងចាវាមានតម្រងបែបនេះណាចាដំបូងចាយើងមើលទៅលើខ្សែជីវិតចាហើយក៏មានខ្សែមួយដែលកាត់ធ្លាក់ចុះចាក៏មានខ្សែមួយដែលឡើងមកវិញជួបគ្នាចាកើតចេញជាចាត្រីកោណនៅលើខ្សែជីវិតណាតែជីវិតបាញ់ឡើងចាកើតចេញជាត្រីកោណលើខ្សែជីវិតបែបហ្នឹងមានន័យថាចាម្ចាស់បានដៃមានឱកាសក្នុងការរកលុយច្រើននៅក្នុងអាយុហ្នឹងចាក៏មានឱកាសក្នុងការទិញផ្ទះថ្មីផងដែរឥឡូវយើងមកមើលខ្សែវាសនាចាខ្សែវាសនារបស់គាត់ចាដែលបាញ់ឡើងហ្នឹងចាក៏មានបង្កើតនៅចាថងខ្ចប់មាសខ្ចប់ប្រាក់ផងដែរណាចាថងខ្ចប់មាសខ្ចប់ប្រាក់នេះគឺសំខាន់ណាស់ណាចាម្ចាស់បាត់ដៃបច្ចុប្បន្នសល់លុយប៉ុណ្ណាយើងអាចមើលបានក្នុងកញ្ចប់នេះហើយចាសម្រាប់ចាបាត់ដៃរបស់គាត់បច្ចុប្បន្ននេះចាកញ្ចប់លុយដែលនៅសល់ណាខ្ញុំគូឲ្យមើលណាចាគឺនៅសល់ខាងក្រោមគេនេះគេហៅថាកញ្ចប់លុយដែលនៅសល់តែកាន់នៅដៃហ្នឹងបានន័យថាវានៅមានតិចណាមិនតាន់ចានៅគ្រប់ចំនួនជាដុំកពួនទេអញ្ចឹងហើយបានក្នុងអាយុ30ជាងរបស់គាត់នេះអត់តាន់អាចមានផ្ទះបានទេប៉ុន្តែអាយុដែលគាត់មានផ្ទះបាននេះណាចាគឺអាយុ40ណាចាគឺក្នុងអាយុ40ខ្សែវាសនាបាញ់ឡើងចាហើយលើខ្សែជីវិតក៏បាញ់ឡើងដូចគ្នាណាចាអញ្ចឹងក្នុងអាយុនោះគាត់ខំប្រឹងតិចទៅចាប្រឹងរស់ស៊ីចាមានឱកាសក្នុងការរស់ស៊ីចាខំប្រឹងគឺនឹងបានផ្ទះយ៉ាងពិតប្រាកដណាចាចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំមកចានិយាយអត្ថន័យអំពីចាសញ្ញាខ្វែងឬក៏សញ្ញាគុណនៅលើបាតដៃទាំង7ចំណុចណាចាបើសិនជាមានខ្សែគុណចាឬក៏សញ្ញាខ្វែងចាបែបនេះនៅកណ្ដាលចាបាតដៃរវាងចាខ្សែខួរក្បាលនិងខ្សែបេះដូងចានេះគាត់មាន2ណាចា2ត្រួតគ្នាណាចាអានេះគេហៅថាខ្សែការពារណាចាមានន័យថាម្ចាស់បាតដៃគឺនឹងមានចាទេវតាប្រចាំខ្លួនឬក៏គ្រូកំណើតតាមថែរក្សាណាចាតាមថែរក្សាតាមបញ្ជារឿងរ៉ាវចាដែលមិនល្អលើគាត់ដែលកើតមកហ្នឹងគឺតែងតែចាបញ្យល់សពឲ្យដឹងមុនឬក៏ប្រាប់ដោយសញ្ញាផ្សេងៗណាចាគាត់មានអ្នកតាមការពារ2ដៃរបស់គាត់នេះណាចាហើយបង្កើតចេញបានជាផ្ទះបុណ្យដែរណាចាគាត់នឹងមានផ្ទះបុណ្យនៅដូចគ្នាចាបន្តទៅទៀតគឺសញ្ញាចាខ្វែងចាឬក៏សញ្ញាគុណនៅក្រោមចាទូពុតចាគឺមានន័យថាម្ចាស់បាតដៃចាគឺមិនឲ្យរកស៊ីធំទេរកស៊ីធំឬក៏ប្រើលុយធំគឺហាមចាព្រោះខ្វែងនៅត្រង់នេះគឺធ្វើឲ្យមុខជំនួយមិនរលូនចាឬក៏រៀនជំនាញអីចាគឺមិនបានជាប់លាប់ណាចាបន្តទៅទៀតសញ្ញាខ្វែងឬសញ្ញាគុណនៅក្រោមទូអាទិត្យនេះគឺសំខាន់ណាចាបើសិនជាមានសញ្ញាខ្វែងឬសញ្ញាគុណនៅត្រង់នេះគឺចាប្រយ័ត្នមែនទេម្ចាស់បាតដៃចាគឺរកអានអ្នកណាចាតែគេរៀបពោតំណែងកំហុសចាល្អទៅពីមុខអាក្រក់ទៅពីក្រោយណាចាជួយគេឲ្យគេមិនដឹងគុណយើងធ្វើឲ្យប៉ះពាល់កិត្តិយសគេឈ្មោះជាដើមណាចាបន្តទៅទៀតចានៅក្រោមទូលពុតរបស់គាត់ជួយពិនិត្យមើលខ្ញុំចាត្រង់នេះគេមិនហៅថាសញ្ញាគុណទេណាចាគេហៅថាចាសញ្ញាផ្កាយឬផ្កាច័ន្ទនេះណាចាផ្កាយឬផ្កាច័ន្ទនៅចំទូលពុតបែបនេះចាគឺប្រយ័ត្នមែនទេម្ចាស់បាតដៃគឺនឹងត្រូវជួបបបត្តិវហេតុចាដោយប្រការណាមួយចាគឺត្រូវប្រយ័ត្នមែនទេចាក្នុងការធ្វើអីប្រយ័ត្នមុខប្រយ័ត្នក្រោយណាហើយឧបទ្ទវហេតុនេះគឺនឹងគ្រោះថ្នាក់ដល់ជីវិតនៅពេលដែលគាត់ជន់អាយុឆ្នាំឬក៏ចានៅក្នុងអាយុដែលមានគ្រោះចាអាហ្នឹងគឺមើលទៅតាមបែបជាស្ដែងដែរណាចាបន្តទៅទៀតចាយើងមើលសញ្ញាគុណឬសញ្ញាខ្វែងនៅក្រោមទូលប្រហោះណាចាត្រង់នេះរៀងប្រឆិតបន្តិចប៉ុន្តែនៅក្នុងចាទូលប្រហោះដូចគ្នាគឺមានន័យថាចាគឺល្អទេចាបើចាស់បាតដៃគឺមានភាពជាអ្នកដឹកនាំទៅធ្វើការកន្លែងណាច្រើនតែបានជាមេការគេណាចាបន្តទៅទៀតសញ្ញាខ្វែងឬសញ្ញាគុណចានៅលើទូលចាអង្គាខ្ពស់នៅលើទូលអង្គាខ្ពស់នេះបើសិនជាមានហើយចាម្ចាស់បាតដៃគឺប្រយ័ត្នបន្តិចរឿងការរាប់អានមនុស្សដែលមានអាយុតិចជាងខ្លួនចាគឺនឹងនាំទុកមកដល់ខ្លួនឯងចាឬក៏ជួបការវិវាទចាជាមួយអ្នកដែលមានអាយុក្មេងជាងខ្លួនជាដើមដែលនាំទុកមកដល់ខ្លួនឯងចាបន្តទៅទៀតសញ្ញាខ្វែងឬក៏សញ្ញាគុណចានៅចំទូលចានេះវិញគេហៅទូលចាណាចាគឺចានាំទុកមកដល់ចាម្ចាស់បាតដៃទៅលើគ្រោះថ្នាក់ដោយសារទឹកចាគ្រោះថ្នាក់ដោយសារទឹកនោះគឺម្ចាស់បាតដៃហាមទៅលេងទឹកមិនថាទឹកស្ទឹងឬទឹកទន្លេទឹកសមុទ្រចាឬក៏អាចគ្រោះថ្នាក់ដោយសារការផឹកទឹកស្រូវបងជាដើមនៅមានគ្រោះថ្នាក់ដល់អាយុជីវិតដូចគ្នាបើសិនជាដល់អាយុដែលមានគ្រោះណាចាសម្រាប់វិធីកែវិញគឺចាបើសិនជាមានចាសញ្ញាគុណឬខ្វែងបែបនេះចាគឺត្រូវឲ្យម្ចាស់បាតដៃអាសាធ្វើសេចក្តីល្អធ្វើបុណ្យចាបានច្រើនជាពិសេសជាមួយនឹងពុទ្ធបរិស័ទជាមួយនឹងអ្នកមានសិលចានោះគឺជួយឲ្យចាម្ចាស់បាតដៃនៅពេលដែលដល់ពេលដែលត្រូវជួបចាជួបតែវិស្រាមណាចា